家好，我叫李丹，我是一位老师，在金华中文学校。សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលីតាជាគ្រូបង្រៀនម្នាក់នៅសាលាចិនជីងហួរថ្ងៃនេះខ្ញុំលើកពីប្រយោគខ្លីៗមកបង្រៀនអ្នកទាំងអស់គ្នាតោះមករៀនជាមួយខ្ញុំ句子ប្រយោគ我的手机没有网络ទូរស័ព្ទរបស់ខ្ញុំអត់មានអ៊ីនធឺណិតទេ我打个电话给你为什么你不接我的电话呢ខ្ញុំខលទូរស័ព្ទទៅរកអ្នកតើហេតុអ្វីបានជាអ្នកមិនលើកទូរស័ព្ទរបស់ខ្ញុំ因为我不可以接你的电话在这里没有信号ពីព្រោះខ្ញុំមិនអាចលើកទូរស័ព្ទរបស់អ្នកនៅទីនេះមិនមានសេវាទេតើអ្នកនរគ្នាមករៀនពាក្យពិបាក信号សេវា网络អ៊ីនធឺណិត手机ទូរស័ព្ទដៃ不可以接មិនអាចទទួលឬក៏មិនអាចលើក为什么ហេតុអ្វីអញ្ចឹងថ្ងៃនេះមានតែប្រយោគប៉ុណ្ណឹងបើសិនជាអ្នកនរគ្នាមានការចម្ងល់មានឆ្ងល់អាចខមមិនសួរនៅខាងក្រោមមកតិចចុច like ចុច share និង follow វីដេអូថ្មីៗពីសាលាចិត្តជីគួរសិស្សតាចាបាយបាយ